bà chúng tôi xua này bằng cuốn áo kia bà nơi thế này thì dân đừng riêng mê riêng mũi đã chạy tôn trên nâng cồn phí nhẹ bà rồi bỏ lúc Adam hay nâng Eva bà để đó xong trên chi bà copy lúc có bắt chúng tôi tí 4 bà tí kho tí mũi là hồ đo kho tí pram bal bà pram pi chân dân mơ chỉភាសាខ្មែរបាទជាភាសាខ្មែរហើយនិងភាសាអង់គ្លេសដែរនៅក្នុងភាសាខ្មែរបាទបកប្រែនៅក្នុងឆ្នាំ1954អាដាមក៏ស្គាល់អេវ៉ាជាប្រពន្ធហើយនាងមានទម្ងន់បង្កើតបានកាអ៊ីនរួចនាងនិយាយថាអញបានកូនប្រុសមួយដោយព្រះយេហូវ៉ាទ្រង់ប្រោសប្រទាននាងក៏បង្កើតបានអេបលជាប្អូនទៀតឯអេបលជាអ្នកគង្វាលហ្វូងសត្វតែកាអ៊ីនជាអ្នកធ្វើស្រែចម្ការវិញកន្លងក្រោយមកកាអ៊ីនបានយកផលបាទដែលកើតពីដីមកថ្វាយជាដង្វាយដល់ព្រះយេហូវ៉ាហើយអេបលក៏ធ្វើដូចគ្នាគឺគាត់យកកូនជាដំបូងមួយនិងហ្វូងសត្វមកថ្វាយបាទពីហ្វូងសត្វមកថ្វាយព្រមទាំងខ្លាញ់វាផងរួចព្រះយេហូវ៉ាទ្រង់សពព្រះハរតីចំពោះអេបលនិងដង្វាយរបស់គាត់តែមិនសពព្រះハរតីចំពោះដង្វាយរបស់កាអ៊ីនទេនោះកាអ៊ីនក៏ក្តៅក្រហាយហើយឡើងទឹកមុខញើខទី6ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរកាអ៊ីនថាឯងខឹងធ្វើអីហេតុអ្វីបានជាឯងធ្វើទឹកមុខញើដូច្នេះបាទបើឯងធ្វើល្អតើមិនបានទឹកមុខរីករាយវិញទេឬអីបើឯងធ្វើមិនល្អនោះមានដង្វាយលុះបាបដេកនៅមាត់ទ្វារស្រាប់ហើយចិត្តវានឹងបណ្ដោយតាមឯងហើយឯងមានអំណាចលើវាដែរបាទអញ្ចឹងយើងមើលនៅក្នុងព្រះគម្ពីរលោកក្បាត់ចំពោះទី4បាទពីខទី1រហូតដល់ខ7និយាយអំពីកាអ៊ីនហើយនិងអេបលបាទអញ្ចឹងកាអ៊ីនគឺជាកូនរបស់អេវ៉ាបាទកូនដំបូងហើយបន្តមកទៀតគឺអេបលដែលជាប្អូនមានបញ្ហាបន្តិចបន្តួចនៅក្នុងភាសាខ្មែរដែលតាក់ទងទៅនឹងខទី5បាទតែមិនសពព្រះអតីចំពោះដង្វាយរបស់កាអ៊ីនទេណាព្រះប៉ុន្តែបើយើងប្រៀបធៀបមើលមកនៅក្នុងព្រះគម្ពីរអង់គ្លេស KJV បើថាបាទខទី5 but unto Cain and to his offering he had not respect យ៉ាងម៉េចមានយ៉ាងម៉េចហេតុអ្វីបានជាព្រះមិនសពព្រះハរតីដង្វាយរបស់កាអ៊ីនបាទគឺយើងមិនអាចបកស្រាយក្រៅពីខគម្ពីររបស់ព្រះបានទេបាទនៅក្នុងខទី5គឺបញ្ជាក់យ៉ាងច្បាស់ហើយណាបញ្ជាក់យ៉ាងច្បាស់មូលហេតុដែលព្រះមិនសពព្រះអតីដង្វាយរបស់កាអ៊ីនគឺនៅក្នុងខទី5ណាបើជាភាសាខ្មែរគឺខជាភាសាខ្មែរនឹងថាតែមិនសពព្រះអតីចំពោះមានថាព្រះមិនសពព្រះអតីហ្មងមូលហេតុអ្វីបានជាព្រះមិនសពព្រះអតីជាភាសាអង់គ្លេសគឺច្បាស់ណា but unto Cain ប៉ុន្តែចំពោះកាអ៊ីនវិញហ្នឹង and to his offering he had no respect ចំពោះកាអ៊ីនហើយនឹងដង្វាយរបស់កាអ៊ីនគឺមិន respect មិនគោរពណា and Cain was very wroth ហើយខឹងណា and his countenance fell មានន័យថាម៉េចឡើយហ្នឹងទឹកបុកគាត់មិនពេញចិត្តអញ្ចឹងមានន័យថានៅពេលដែលកាអ៊ីនគាត់ដាក់ដង្វាយទៅកាន់ព្រះជាម្ចាស់គឺគាត់ដាក់ដង្វាយមិនអស់អំពីចិត្តរបស់គាត់ទេគាត់ថ្វាយដោយមិនគោរពព្រះគាត់ឲ្យដង្វាយនឹងគឺមិនគោរពព្រះនេះគឺជាបញ្ហាតើទេបាទនេះគឺជាបញ្ហាអេបេលគាត់ឲ្យដង្វាយយើងមើលអេបេលឲ្យដង្វាយមិននៅក្នុងខទី4បើជាភាសាខ្មែរបាននិយាយថាហើយអេបេលក៏ធ្វើដូចគ្នាគឺគាត់យកកូនជាដំបូងមួយពីហ្វូងសត្វមកថ្វាយព្រមទាំងខ្លាញ់វានេះជាភាសាខ្មែរគេថាខ្លាញ់ប៉ុន្តែបើជាភាសាអង់គ្លេសពាក្យ fat ហ្នឹងជួនកាលជាធម្មតាបកប្រែថាខ្លាញ់ប៉ុន្តែកន្លែងនេះគឺសំដៅថាសត្វឈាមដំបូងដែលធ្លុះល្អ
ណាដែលធ្លោះល្អតោះណាមកជៀមវាធ្លោះមិនណាគេញែកសាច់គេញែកស្បែកទៅយកខ្លាញ់មកដាក់ទេមែនទេគឺមានថាជៀមនឹងគឺជាសត្វដែលធ្លោះល្អជាសត្វដំបូងដែលល្អបំផុតដែលអេបិលបានរៀបថ្វាយយកដង្វាយទៅជូនព្រះជាម្ចាស់តោះឡើយហ្នឹងបាទសំណួរសួរថាតើពីរអ្នកគាត់អេបិលហើយនឹងកាអ៊ីនមួយណាដែលដាក់ដង្វាយដោយសេចក្តីស្រឡាញ់ទៅកាន់ព្រះជាម្ចាស់គឺអេបិលកាអ៊ីនអត់អស់អំពីចិត្តទេដោយមិនក្តីស្រឡាញ់ទេដោយមិនក្តីគោរពទេឲ្យដោយទឹកមុខកញ្ញើយើងឧទាហរណ៍ឥឡូវឧទាហរណ៍ថាមានមនុស្សពីរនាក់គេរៀបចំកាដូឲ្យយើងកាដូមួយអត់ច្រើនទេឧទាហរណ៍កាដូឧទាហរណ៍គាត់ជាអ្នកក្រីក្របាទជាអ្នកក្រីក្រប៉ុន្តែការរៀបចំកាដូគឺយ៉ាងស្អាតគាត់ធ្វើឲ្យស្អាតហើយគាត់ជូនយើងដោយក្តីគោរពដោយក្តីស្រឡាញ់ដោយអស់ពីចិត្តរបស់គាត់សួរថាយើងពេញចិត្តក្នុងការទទួលទេបាទយើងពេញចិត្តក្នុងការទទួលណាស់ទោះបីកាដូនឹងតិចឬក៏ច្រើនក្តីណាគឺយើងពេញចិត្តដោយសារតែអ្នកឲ្យគាត់ឲ្យដោយក្តីគ្រប់ដល់យើងអ្នកឲ្យដោយក្តីស្រឡាញ់ដល់យើងអ្នកឲ្យចង់ពិតប្រកបណាស់ពីចិត្តរបស់គាត់គឺចង់ឲ្យរបស់នឹងមកកាន់យើងបាទចំណែកម្នាក់ទៀតគេរៀបចំកាដូធំឬក៏យ៉ាងស្អាតឬយ៉ាងម៉េចបាទប៉ុន្តែគេឲ្យមកដោយមិនគោរពឲ្យមកយកខ្ញុំឲ្យយកឲ្យអានោះដូចជាកាអ៊ីនអញ្ចឹងឲ្យដោយ not respect ឲ្យដោយមិនគោរពព្រះអញ្ចឹងហើយបានជាព្រះថាកាអ៊ីនអ្នកឯងឲ្យមកខ្ញុំយ៉ាងម៉េចនៅក្នុងខ7ខ7បែងធ្វើល្អតើមិនមានទឹកមុខរីវិញទេឬអីព្រះ5អញ្ចឹងណាឧទាហរណ៍បើសិនជាយើងអ្នកណាមួយយកកាដូមកឲ្យយើងហើយគេឲ្យកាដូយកហ៎ប៉ាស្ទ័រលោកគ្រូយកហ៎សួរថាយើងឲ្យពោគាត់ទេយើងជូនពោគាត់វិញទេយើងអរគុណទេអត់ទេប្រកាសនិយាយថាហេតុនេះបានអ្នកឯងឲ្យខ្ញុំដោយទឹកមុខកញ្ញើចឹងហេតុនេះបានអ្នកឯងឲ្យរបស់ខ្ញុំមកអញ្ចឹងដែលមិនក្តីស្រឡាញ់ពីអ្នកសោះណាយល់ទេបាទនឹងហើយជាមូលហេតុដែលព្រះមិនពេញចិត្តកាដូរបស់កាអ៊ីនអំណោយឬក៏ថាដង្វាយរបស់កាអ៊ីនគឺដោយសារតែកាអ៊ីនឲ្យដាក់ដង្វាយដោយមិនពេញចិត្តដោយមិនការគោរពនៅក្នុងខទី5ណា But unto Cain and to his offering he had not respect and Cain was very wrath see ឃើញយើងឃើញឡើងហ្នឹងពេលដែលកាអ៊ីនដាក់ដង្វាយទៅព្រះគឺដង្វាយដោយមិនការគោរពព្រះទេដោយការខឹងឲ្យដោយកំណាញ់ឲ្យដោយមិនចង់ឲ្យសួរថាអ្នកដែលទៅយកហ្នឹងសบายចិត្តក្នុងការយកមិនពេញចិត្តទេមិនចង់បានទេហើយនឹងយើងនឹងបន្តទៅគេវិញណាហើយបានអ្នកឯងឲ្យកាដូមកខ្ញុំហើយអ្នកឯងមិនពេញចិត្តនឹងការឲ្យមកធ្វើអីបាទដូច្នេះហើយខ្ញុំសង្ឃឹមថាយើងនឹងយល់ពីការដែលយើងដាក់ដង្វាយទៅកាន់ព្រះជាម្ចាស់រៀងរាល់ថ្ងៃអាទិត្យឧទាហរណ៍ថាបន្ទាប់ពីនៅក្នុងការដែលយើងថ្វាយបង្គំព្រះយើងតែងតែមានការដាក់ដង្វាយហើយជួនកាលដង្វាយយើង100 200រៀលតែបើយើងឲ្យអស់ពីចិត្តឲ្យដោយក្តីស្រឡាញ់ទៅកាន់ព្រះជាម្ចាស់ឲ្យដល់ការរៀបចំដង្វាយដែលយើងឲ្យទៅកាន់ព្រះជាម្ចាស់ទោះតិចឬក៏ច្រើនក៏ដោយព្រះពេញចិត្តព្រះសពព្រះអរតីទ្រង់សប្បាយចិត្តដោយសារយើងឲ្យដាក់ដង្វាយដោយក្តីស្រឡាញ់ដោយក្តីគោរពយើងមិនអាចចេះទៅដាក់ដូចគេអ៊ីនទេតើនេះហើយនេះបានខ្ញុំត្រូវបង្រៀនមេរៀននេះដោយសារខ្ញុំធ្លាប់បានចូលសិក្ខាសាលាមួយមានគេបង្រៀនមួយដែលតកតងដង្វាយរបស់គេអ៊ីនហើយនិងអេបលដែរ
đại cái nhí thà cái in đặt đồng vái có ọt vì chất có đặt đồng vái được cái đây group hỏi ấy bớ đặt đời ọt vì chất đời cái đây group đời cái đây sẽ lạnh đời thề bà tại khó có vì ọt đôi thề tì bà đối với hay dân mình ai bộ sai rương ra xem đâu cha piประเทศចាក់ចេញពីបទគម្ពីររបស់ព្រះទេបើយើងមើលខ្មែរយើងអាចប្រៀបធៀបមកមើលអង់គ្លេសជួនកាលការបកប្រែជាភាសាខ្មែរមានបញ្ហាខ្លះជួនកាលវាធ្វើឲ្យយើងយល់ខុសយល់មិនត្រឹមត្រូវដែរណាដូចជានៅក្នុងខទី5ណាខទី5កន្លែងនេះគឺតែមិនសពព្រះអតីហ្មងមានតែមិនសពព្រះអតីនេះគឺសំដៅថាព្រះមិនសពព្រះអតីហ្មងប៉ុន្តែនៅក្នុងខទី5នៅកន្លែងភាសាអង់គ្លេសនេះគឺនិយាយអំពីការអ៊ីនដែលថ្វាយដង្វាយទៅព្រះមិនគ្រប់ព្រះដោយចិត្តខឹងយកហ្មងអាហ្នឹងគឺការអ៊ីនខ្លួនគាត់គាត់នេះពេលដែលការអ៊ីនឲ្យដោយមិនគោរពព្រះឲ្យដោយចិត្តខឹងឲ្យដោយមិនចង់ឲ្យនឹងទឹកមុខញើនឹងអញ្ចឹងហើយបាននៅក្នុងខទី6ព្រះបានមានបន្ទូលថាហេតុអ្វីបានជាអ្នកឯងឲ្យនឹងដោយចិត្តខឹងដោយមុខញើណាឃើញទេអញ្ចឹងខទី5ហ្នឹងមិនថាព្រះមិនទាន់បាននិយាយទេចូលខទី6បានព្រះបានមានបន្ទូលប៉ុន្តែខ5គឺបកស្រាយគឺមានលក្ខណៈខុសគ្នាបន្តិចដូច្នេះយើងត្រូវប្រយ័ត្នប្រយែងដែរវាអាចយល់ច្រឡំណាបាទនិយាយអំពីការថ្វាយដង្វាយទៅកាន់ព្រះជាម្ចាស់ហើយខ្ញុំសង្ឃឹមថាអ្នកបងប្អូនទាំងអស់គ្នានឹងយល់បាទក្នុងនាមយើងជាគ្រូកងវិលឬអ្នកដឹកនាំឬក៏បេសកជនបាទយើងត្រូវប្រយ័ត្នប្រយែងពីព្រោះមានក្រុមហោរាខុសឆ្គងជាច្រើនបង្ហាត់បង្រៀនបាទបកស្រាយបាទវែងឆ្ងាយមែនទេប៉ុន្តែយើងមិនអាចបកស្រាយវែងឆ្ងាយបានទេកុំទៅឆ្ងាយពេកបាទត្រូវការមូលដ្ឋានគ្រឹះរបស់យើងបាទមូលដ្ឋានគ្រឹះរបស់យើងគឺស្អីគេបាទគឺព្រះគម្ពីរណាមូលដ្ឋានគ្រឹះរបស់យើងគឺព្រះគម្ពីរសូមកុំបកស្រាយវែងឆ្ងាយអនឡាញក្រៅពីព្រះគម្ពីរពីព្រោះវាធ្វើឲ្យចាកពីបទគម្ពីររបស់ព្រះជាម្ចាស់ណាដើម្បីកុំឲ្យធ្លាក់ទៅក្នុងសេចក្តីបញ្ឆោតរបស់អរិយសាតាំងដែលវានឹងប្រើមនុស្សដើម្បីបញ្ឆោតយើងដូច្នេះខ្ញុំសង្ឃឹមថាអ្នកបងប្អូននឹងយល់ដែលតាក់ទងទៅនឹងដង្វាយរបស់អេបលនិងគេអ៊ីនថាតើអេបលឲ្យដង្វាយអស់ពីចិត្តដោយក្តីគោរពដោយក្តីស្រឡាញ់ទៅកាន់ព្រះដែរឬទេបាទចម្លើយគឺបាទចាពិតជាឲ្យដោយក្តីគោរពពិតជាឲ្យដោយក្តីស្រឡាញ់ដោយសារតែគាត់យើងមើលចិត្តរបស់គាត់បានរៀបចំសัตว์ដំបងហើយសัตว์ដំបងនេះគាត់អត់យកអាស្គមតៃលវិនតៃលវាំងនេះទេគាត់រកអាណាដែលល្អបំផុតគឺបង្ហាញតែម៉េចគឺបង្ហាញថាចិត្តគាត់គឺស្រឡាញ់ព្រះមែនទេដូចយើងស្រឡាញ់នរណាមួយចឹងយើងគោរពនរណាមួយចឹងនៅពេលដែលយើងរៀបចំអំណោយគឺយើងមិនអាចរៀបចំអាខេលឲ្យទៅគេទេបើយើងពិតជាគោរពនិងស្រឡាញ់អ្នកនោះមែនយើងប្រកាសជារៀបចំជួនកាលយើងរៀបចំ3 4ថ្ងៃមុនដេកគិតថាអូត្រូវទិញត្រូវដាក់អីដាក់ត្រូវគិតហើយយើងរៀបចំស្អាតមែនទេគាត់អាហ្នឹងឲ្យដោយការគោរពឲ្យដូចក្តីស្រឡាញ់ឲ្យអស់អំពីចិត្តរបស់យើងទៅកាន់ចំពោះអ្នកនោះប៉ុន្តែយើងមើលកាអ៊ីនឲ្យយ៉ាងម៉េចឲ្យក្តីស្រឡាញ់ទេឲ្យដោយក្តីស្រឡាញ់ទេកដោរបស់គាត់ no ទោះបីផ្លែឈើក៏គាត់រៀបចំផ្លែឈើមិនល្អសម្រាប់ព្រះដែរឲ្យក្តីឲ្យដល់ក្តីមិនគោរពភាសាអង់គ្លេស not respect ឲ្យដល់មិនគោរពផងបើឲ្យមិនគោរពផងឲ្យដល់មិនស្រឡាញ់ផងឲ្យដល់មិនអស់អំពីចិត្តរបស់គាត់ផងសួរថាព្រះទទួលយកទេ no ទោះបីខ្ញុំឬក៏អ្នកបងប្អូនពិបាកនៅក្នុងការទទួលកាដូឬអំណោយពីនរណាមួយប្រសិនជាគេឲ្យដោយមិនក្តីគោរពដល់យើងដោយមិនការស្រឡាញ់ដល់យើងណាអញ្ចឹងពិបាកក្នុងការយើងទទួលអូខេបាទដូច្នេះហើយសង្ឃឹមថាយើងនឹងយល់ការអ៊ីនឲ្យដោយមិនក្តីស្រឡាញ់ឲ្យដាក់ដង្វាយដោយមិនគោរពព្រះឲ្យដោយការខឹងឲ្យដោយមិនពេញចិត្តមុខញ៉ៅតែអេបលឲ្យដោយស្នាមញញឹមឲ្យដោយការពេញចិត្តរៀបចំមើលយើងមើលការរៀបចំរបស់គាត់ការរៀបចំអ្នកទាំងពីរគឺខុសគ្នាគាត់នៅមើលការរៀបចំគឺយើងដឹងអូខេហ្នឹងហើយអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកបងប្អូនទាំងគ្នានឹងយល់ដង្វាយរបស់អេបលហើយនឹងកាអ៊ីនហេតុអ្វីបានជាព្រះទទួលដង្វាយរបស់អេបលមើលពីសកម្មភាពរបស់អ្នកទាំងពីរ
ហេតុអ្វីបានជាព្រះបដិសេធដង្វាយរបស់កាអ៊ីនក្នុងខកពីបកស្រាយនៅក្នុងខកពីកុំទៅឆ្ងាយពេកពីព្រោះនឹងមិនត្រឹមត្រូវវិញដូច្នេះអរគុណច្រើនសូមព្រះប្រទានពរ